វាស្មៅអូរាំងពេលព្រឹកព្រលឹមម៉ោង6ជាងមានអាប់មានអីដែរតែល្មមមានអាប់ភ្លៀងមួយយប់5-6 ដងជាក់លងាជុំយ៉ាយប់មិញដេកអត់បានទេអាសាងាពេកដេកក្នុងបន្ទប់ VIP ហើយនៅលងាញាក់ទៀតនៅនេះបើសិនជាខែក្តឹកមិនដឹងលងាយ៉ាងណានេះតែអាសាលងាប៉ុណ្្នឹងហើយតិចអូនតិចថ្ងៃមុនថ្ងៃទី1ដីយ៉ាងអ៊ីមួយថ្ងៃដួល3 ដងហើយដីក្រហមស្អិតទេសភាពហែមសែមហើយចាប់អាប់នៅដួលគិរីម្ដងមកធ្លាប់ចាប់ហើយនៅកពតឥឡូវមកចាប់នៅដួលគិរីណងចាប់ដាក់ថង់យកទៅផ្ទះជុំញ៉ាទេសភាពខុសពីកពតឆ្ងាយល្ងាមែនតែទេសភាពស្អាតរៀងស្រឡះទៅមើលទៅចាក់ភ្នែកមកឃ្យូខ្ចីមកអែមសែមនៅនេះគេអត់និយមបោះតង់ទេដោយសារទេសភាពបែបនេះគេមិនចាំបោះតង់ក៏គេមើលឃើញផ្ទះគេវានៅក្បែរអាទេសភាពបែបហ្នឹងអញ្ចឹងមកចាំទៅដេកបោះតង់នៅកណ្ដាលវាបែបនេះក៏គេអាចមើលឃើញទេសភាពបែបហ្នឹងដែរក៏អាចចេញពីផ្ទះមកក៏អាចចេញពីផ្ទះផ្លុតមកឃើញទេសភាពបែបហ្នឹងបាទដល់ពេលអញ្ចឹងចាំបោះតង់ឯណាមានដេកបែរផ្ទះខ្លួនឯងមានហើយអត់ដូចនៅពេញទេសភាពបែបហ្នឹងបើសិនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យអីអ្នកនៅពេញសម្រាប់ពីការងារជិះម៉ូតូតទុយគ្នាទៅកន្លែងដើរលេងបោះតង់ដេកឈៀលញាក់ញ៉ៃដល់ពេលនៅនេះអត់ស្ងាត់ដូចនៅទីក្រុងភ្នំពេញនៅទីក្រុងភ្នំពេញជុំយ៉ាសម្បូរអ្នកជ្រុលជ្រើមបោះតង់ដេកតាមព្រៃសំបីតែខ្ញុំក៏អញ្ចឹងដែរជ្រុលជ្រើមដែរតែនៅមណ្ឌលគិរីនេះរឿងបោះតង់ដេកតាមព្រៃអត់មានជ្រុលជ្រើមទេចាំទៅបោះតង់ស្អីនៅមណ្ឌលគិរីទេសភាពបែបនេះកាប៉េគេចង់មកលេងគេមកតែមួយផ្លែតមកតែមួយថ្ងៃមួយកណាត់ថ្ងៃមកឈៀលតែពេលថ្ងៃពេលអីអត់មានមកដេកនៅនេះហាខ្យល់ហាភ្លៀងហើយតិចទៀតយប់ឡើងបើអត់មានភួយអត់មានអីឲ្យក្រាស់ការពារទេដេកអត់បានទេយប់ឡើងជាក់ជុំជាអ្នកចាញ់ល្ងាចប់ខ្ញុំពាក់អាវ3ជាន់ហើយនៅតិចទៀតសន្តានដីវាពេកកពកលើកពូលនឹងអត់សូវមានដើមឈើដុះដើមមួយដើមអាតាមចលងលុកដូចអូហ្នឹងវាដុះដើមឈើធំហើយដុះណែនណាន់តាន់តាប់